Hello សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមកធ្វើការ upgrade ជាមួយនឹង Eagle Fruit ហើយក៏មកប្រាប់អ្នកទាំងអស់គ្នាពីរបៀបធ្វើផងដែរហើយមុនចូលវីដេអូរបស់យើងខ្ញុំក៏អរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ 7k subscriber អញ្ចឹងក្នុងខែនេះគឺខ្ញុំឡើងបាន 2k ដែរខ្ញុំអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនអញ្ចឹងក៏បានខាតពេលយូរតោះយើងចូលក្នុងវីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងដំបូងគឺខ្ញុំនឹងធ្វើការ edit ជាមួយនឹង Eagle Fruit នឹងសិនហើយខ្ញុំធ្វើការចោលជាមួយនឹង gravity របស់ខ្ញុំហើយលេងតាមបានអីផងឥឡូវយើងដូរសិនហ្នឹងហើយអូខេអញ្ចឹងយើងមើលកន្លែង fruit មកអូខេអញ្ចឹង Eagle Fruit ខ្ញុំមាន4អូខេ fruit ហ្នឹងខ្ញុំ edit តែ3 4សាហ្នឹងអូខេអញ្ចឹងយើងមកធ្វើការ edit Angry Bird ទាំងអស់គ្នា let's go Yes sir Angry Bird yes sir មែនទេគឺ Eagle Fruit Fruit 3 yes sir អូខេអញ្ចឹងឥឡូវយើងមើល skill វាសិនណាដោយសារខ្ញុំមិនដឹងហើយគេកែអីគេទេយ៉ាអានេះវានៅចុច U ហើយបាញ់ផ្ទុះអូខេបើយើងចុចធម្មតាវាផ្ទុះតិចទេអូខេហើយអានេះ skill ទី1របស់វាអានេះ skill ទី2វា shape ឆាប់អញ្ចឹងហើយ skill ទី3គឺចាប់បបោកហ្នឹងហើយ skill ទី4អស V ឆាប់គេផ្ទុះដូចជាមានតែប៉ុណ្្នឹងទេណាពេលខ្ញុំមើល admin សោកឥឡូវខ្ញុំមកមើលទីសិនថាតើខ្ញុំត្រូវការធ្វើអីគេហើយខ្ញុំទទួលបាន skill បែបម៉េចយើង it ego សិនណានេះបានយើងមកធ្វើការ gravity ខ្ញុំនៅតែដែរវាអត់បាត់តាណាទេអានេះego fruit អូខេមក ego fruit វាមាន3 skill អ្នកទាំងអស់នេះអាដំបូងហ្នឹងវាដាក់ A B C វាមាន3 skill ហ្នឹងណាចាឥឡូវវាដូរមកអានេះមិនដឹងជា skill អីគេទេចាំយើងតេស្តហើយអូខេឥឡូវ quest ខ្ញុំយករួចអី quest ego ហ្នឹងយ៉ាចឹងនេះ complete ចុចយក quest វាផងអូខេចឹងការងារដំបូងរបស់វាគឺងាយខ្លាំងមែនតើគ្រាន់តែអ្នកទាំងអស់គ្នាបើកស្លាបហោះមកហើយហោះទៅលើទៅយ៉ាហោះឲ្យបានខ្ពស់គេឲ្យហោះឲ្យបានខ្ពស់ហោះតតែវាលោតភាគរយអ្នកទាំងអស់នេះអូខេឥឡូវវាអត់តន់ឃើញទេតោះហោះឲ្យឆ្ងាយសិនឲ្យបានខ្ពស់សិនអូខេបានហើយនេះ10%អញ្ចឹងនៅពេលដែលវាលោតភាគរយអញ្ចឹងនៅក្នុងកម្ពស់ប៉ុណ្ណឹងគឺអ្នកទាំងអស់គ្នាអាចហោះឆ្វេងស្ដាំក៏បានដែរមិនបាច់ចាំទៅថ្លង់ភ្លឹងក៏បានដែរយើងអាចហោះឆ្វេងយូរតិចទៅស្ដាំទៅយូរតិចទៅក៏វាលោតភាគរយដែរតែសម្រាប់កន្លែងនេះវិញខ្ញុំអត់ដឹងអញ្ចឹងខ្ញុំហោះទៅថ្លង់រហូតតាមរង20%អូខេខ្ញុំអស់អានេះបាត់ហើយធ្លាក់ចេញមកវិញម្ដងចឹងឡើងអានេះហោះឡើងអានេះហោះទៅហ្នឹងហើយអូខេចឹងហោះទៀតមក30%អូខេ40%ពាក់កណ្ដាលហើយអស់អានោះក៏ដោយអស់ធ្លាក់នៅនេះ60% 70%នេះខ្ញុំបាន79ណាឯមិនអោយ80មកមក89ធ្លាក់ចេញទៅវិញបាត់ទៅហើយបាទអាយ៉ាតិចទៀត99%ហើយតើមិនតិចទៀតគ្រប់ quest របស់យើងតែម្ដងអូខេ quest complete អញ្ចឹងគឺគ្រប់ចំនួនហើយ quest ទី1យើងធ្វើរួចរាល់ហើយខ្ញុំអត់ទាន់ដឹងថា skill ហ្នឹងគឺ skill អីគេទេអូខេអញ្ចឹងគឺ quest របស់យើង 100% yes sir so យើង claim វាយើងត្រូវការគេអញ្ចឹងសម្រាប់កន្លែងនេះគឺយើងត្រូវការ fragment 300ជាមួយនឹង slab នេះចំនួន5យើងមានលង្ហា3នោះអូខេអញ្ចឹងបានជាមួយនឹង skill ទី1ហើយwait ចាំតិចអាហ្នឹងវាជា skill អីគេអក្សរ F speed អញ្ចឹងសម្រាប់ការ upgrade ទី1ហ្នឹងវាជួយឲ្យយើងហោះបានលឿនជាងមុនសម្រាប់ skill អក្សរ F វាអត់លឿនអីណាទេប៉ុន្តែវាលឿនជាងអាដំបូងអញ្ចឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ការ upgrade ទី1អញ្ចឹងយើងធ្វើការ upgrade skill បន្ទាប់ទៀតប៉ុន្តែដល់ skill បន្ទាប់នេះទៀតគឺវាត្រូវការ300 mastery អញ្ចឹងខ្ញុំត្រូវទៅ farm សិនដោយសារឥឡូវខ្ញុំមានតែ259 mastery ទេមក farm level បដា farm mastery បដាតែម្ដង2 NPC ទៀតហ្នឹងហើយ2 NPC ទៀតគឺគ្រប់ចំនួនតែម្ដងបាទ Yes sir 300 mastery ដល់ let's go so ឥឡូវយើងមកមើលទាំងអស់គ្នាថា quest បន្ទាប់យើងត្រូវធ្វើអីគេអញ្ចឹងយើងយក quest របស់យើងមក yes អូខេអញ្ចឹងសម្រាប់ quest ទី2នេះអត់ប្រហែលទេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ quest ទី2នេះគឺអ្នកទាំងអស់គ្នាគ្រាន់តែបើក slam មកហើយបាញ់ M1 ទៅលើ NPC មួយមកគឺយើងឡើងភាគរយលឿនខ្លាំងមែនតើហើយអ្នកទាំងអស់គ្នាបើ NPC មួយណាក៏បានដែរគ្រាន់តែបើក slam មកចុច M1 បាញ់មកគឺបានហើយអូខេ99 100 complete quest ងាយស្រួលខ្លាំងមែនតើ yes sir ហើយយើងមកមើលថាយើងត្រូវការអីគេយ៉ាដោយសារ fragment ខ្ញុំនៅសល់ 2000 ទេអ្នកនរនេះបើ fragment ខ្ញុំត្រូវទៅវាយ red ទៀតហើយអូខេ let's go claim ជាមួយនឹង quest ទី2របស់យើងអូខេអានេះត្រូវការតែ800ទេខ្ញុំមានអានេះថ្មមាស2ហើយស្លាបនេះ6យ៉ាប់ខ្ញុំមានច្រើនមែនតើអញ្ចឹងអត់បញ្ហាទេអូខេដល់អាប់ជាមួយនឹង skill បន្ទាប់ទាំងអស់គ្នា let's goអូខេអញ្ចឹងយើងបានជាមួយនឹង skill បន្ទាប់ទៀតហើយអានេះ F ដូចគ្នាអាលើនេះ F ជួយ speed ហើយអានេះវិញអានេះវាជួយទៅដល់នេះអ្នកទាំងអស់នេះmiddle នេះជួយឲ្យយើងហោះបានយ៉ាងហៅប្រើបានយូរជាងមុនណា
Ô này cứ visit này này visit tích chẳng dương ai pra nè ban view dương ai cho quay cái ban view chẳng mồn này mình nó cứ ban tích mà đền chẳng dương app skill lần hai cứ dương ở ai pra nè ban view vậy chắc admin app skill mấy chẳng ok chẳng nhung ai cho ban view mình đền nào đấy chẳng upgrade 4 vì chui đó speed dương ở họ ban lướn hay upgrade tí vì chui đó middle này nằm ở dương ở pra ban view họ ban view chẳng mồn so ở đây dương mà mơ cho môi nâng skill upgrade trong crowd với bà cho mơ thà dương tới caประมาณ mastery ទៀតដឹងតែតនីហ្មងណាត្រូវការ mastery ហ្មង yes sir គឺ400 mastery bro អញ្ចឹងខ្ញុំត្រូវតែ app 97 mastery ទៀតទៅគ្រប់400អ្នកទាំងអស់គ្នាអូខេអញ្ចឹងឥឡូវខ្ញុំត្រូវធ្វើដំណើរទៅ upgrade បន្តទៀតតោះ let's go យើងចេញទៅ raw fruit ទីសិនទៅអូខេឥឡូវយើងមកមើល fruit ថ្មីទាំងអស់គ្នាចាំមើល fruit អ្វីដែរបាទជាមួយនឹង fruit ណា rocket random fruit ហ្នឹងគឺបានតែប្រភេទ rare uncommon ហ្នឹងឯង10 mastery ទៀតគឺយើងគ្រប់400ហើយបាទអានេះ farm រៀងលឿនដែរទេអត់យូរជាង gravity ហើយ gravity វាស៊ីដល់500ណាបងប្អូនចង់វារៀងយូរយ៉ាងឯងនេះ400វាលឿនទេអូខេ400 mastery ដល់ let's go ទៅធ្វើជាមួយនឹង skill ចុងក្រោយផងដែរអូខេឥឡូវយើងមកមើលទាំងអស់គ្នា yes sir តែ quest បន្តយើងត្រូវធ្វើបែបមិនអីយ៉ាងម៉េចបាទអូខេចឹងខ្ញុំបំពេញបាន66%ហើយអានេះមានតែមួយទេអត់បញ្ហាឥឡូវយក quest វាមក yes sir អញ្ចឹងសម្រាប់ quest ទី3នេះក៏វាដូចទៅនឹង quest ទី2ដែរគ្រាន់តែអ្នកទាំងអស់គ្នាហោះមកហើយចុច M1 អាយុបាញ់ទៅលើ NPC អូខេចាំពេលខ្ញុំ clear NPC មួយខ្ញុំបាន 10% ខ្ញុំបាញ់ចេះសិនទៅចាំពេលវាចុចមកយើងជួយឲ្យវាយូរចាអូខេ 20% មួយទៀត 30% អូខេ 50% ហើយខ្ពស់មកចុច M1 អាយុ60% 70% 79% អូខេ 99% one more ចប់ហើយបាទ quest complete តែម្ដង let's go ទៅយក quest របស់យើងទាំងអស់គ្នាចាំមើលថាវាត្រូវការអីគេខ្លះ 100% តែម្ដងអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាអូខេត្រូវការ 1500 fragment អានេះថៃឆក់យកថៃឆក់នឹង5 slab 5អានេះ slab មេរ៉េតថ្មីបើអ្នកទាំងអស់គ្នាអត់ទាន់ដឹងថាវា spawn មិនទេអ្នកគ្នាអាចទៅមើលនៅក្នុងវីដេអូ gravity បានហ្នឹងហើយអញ្ចឹងតាំងពីវីដេអូមុនខ្ញុំវាយទៅខ្ញុំបាន slab នឹងឡើង7ហើយអញ្ចឹងអូខេឥឡូវខ្ញុំអាចធ្វើការ upgrade វាបានហើយតោះឥឡូវយើងធ្វើការ app ជាមួយនឹង skill ចុងក្រោយទាំងអស់គ្នាអូខេ let's go អូខេប្រើប្រាស់ជាមួយនឹង skill ចុងក្រោយផងដែរចាំមើលថាវាជាអ្វីផងដែរ unlock F dash ability wait អាហ្នឹងមានហោះ dash ទៀតអូខេនេះ 100% ហើយអស់ហើយអូខេឥឡូវឈប់ខ្ញុំសាកមើលសិន dash បែបម៉េចអូជួយយូអូខេយើងជួយរៀងយូបន្តិចទៅយើងអាចដាស់បានអូខេ nice អូអានេះថ្មីមួយទៀតចឹងអូខេអានឹងបានដាស់លឿនជាងមុនហ្នឹងហើយបើអ្នកទាំងអស់គ្នាចុចមក plate អត់ដែរនេះជាងចុចយូតន្តិចទៅបានអូ attack គេអត់កើតទេតែបានដាស់ហោះលឿនជាងមុនចឹងគេរកអានឹងយើងអាចថាយើងស្រួលដេញវាយគេផងយើងស្រួលរត់ផងហ្នឹងហើយអញ្ចឹងអត់មានន័យច្រើនទេ skill ទី1 upgrade របស់វាគឺហោះឲ្យបានលឿនហើយ skill ទី2ជួយmeter របស់យើងនេះឲ្យបានយូប្រើឲ្យបានយូជាងមុនហ្នឹងហើយកុំឲ្យឆាប់អស់ពេកហើយ upgrade ទី3របស់យើងគឺដាស់ហ្នឹងហើយវាជួយបានដាស់បានលឿនជាងឯងហ្នឹងហើយមែនទេចុចយូរតិចទៅបានទេសម្រាប់ skill awakening របស់ ego គឺមានតែប៉ុណ្្នឹងទេហើយអានេះចុងក្រោយគឺ creation អ្នកទាំងអស់គ្នា creation fruit គឺនឹង coming soon ឆាប់ចឹងបានន័យថា creation fruit ទៀតអាចនឹងនេះអ្នកទាំងអស់គ្នាអាចមាន skill ថ្មីគេអាចថែម skill ថ្មីដើម្បីឲ្យយើង upgrade ទៀតណាអញ្ចឹងក៏វាល្អមួយយ៉ាងដែរតែឥឡូវយើងត្រូវរងចាំវាសិនអញ្ចឹងខ្ញុំបានបំពេញរួចហើយ gravity ក៏រួច ego ក៏រួចផងដែរអញ្ចឹងវីដេអូរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើសម្រាប់ការទស្សនាពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយ